រដ្ឋមន្ត្រីការប្រទេសអ៊ីរ៉ង់ធ្វើដំណើរទៅជួបលោកពូទីនដើម្បីពិភាក្សាក្រោយការវាយប្រហាររបស់អាមេរិករដ្ឋមន្ត្រីការប្រទេសអ៊ីរ៉ង់លោកអាបាសអារិចឈីបានចាក់ចេញពីប្រទេសនៅថ្ងៃទី22ខែមិថុនាធ្វើដំណើរទៅកាន់ទីក្រុងមូស្គូប្រទេសរុស្ស៊ីដើម្បីជួបពិភាក្សារឿងសំខាន់ជាមួយលោក Vladimir Putin ប្រធានាធិបតីរុស្ស៊ីនៅថ្ងៃទី23ខែមិថុនានេះរយៈពេល48ម៉ោងបន្ទាប់ពីការវាយប្រហារដ៏ធំរបស់អាមេរិកលើទីតាំងនុយក្លេអ៊ែរសំខាន់ចំនួន3របស់អ៊ីរ៉ង់លោកអារិឈីបាននិយាយបន្ទាប់ពីចុះចតនៅទីក្រុងមូស្គូថានៅក្នុងស្ថានភាពដ៏គ្រោះថ្នាក់ថ្មីនេះការពិគ្រោះយោបល់ជាមួយរុស្ស៊ីពិតជាអាចមានសារៈសំខាន់ខ្លាំងណាស់នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋរុស្ស៊ីបានរាយការណ៍ទីភ្នាក់ងារសារព័ត៌មានអ៊ីរ៉ង់ IRNA បានរាយការណ៍កាលពីថ្ងៃអាទិត្យថាលោកអារិឈីនឹងពិគ្រោះយោបល់ជាមួយប្រធានាធិបតីនិងមន្ត្រីជាន់ខ្ពស់ផ្សេងទៀតនៃប្រទេសរុស្ស៊ីទាក់ទងទៅនឹងការអភិវឌ្ឍក្នុងតំបន់និងអន្តរជាតិបន្ទាប់ពីការឈ្លានពានដោយយោធាអាមេរិកនិងអ៊ីស្រាអែលប្រឆាំងទៅនឹងអ៊ីរ៉ង់ទីក្រុងមូស្គូគឺជាអ្នកគាំទ្រដ៏សំខាន់របស់ទីក្រុងតេហ៍រ៉ង់ក៏ប៉ុន្តែมันបានលូកដៃជួយសម្ព័ន្ធមិត្តរបស់ខ្លួននោះទេចាប់តាំងពីអ៊ីស្រាអែលបានបើកការវាយប្រហារកាលពីថ្ងៃទី13ខែមិថុនានិងការវាយប្រហាររបស់អាមេរិកលើទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់នៅថ្ងៃសៅរ៍សប្តាហ៍មុនរុស្ស៊ីបានថ្កោលទោសការវាយប្រហាររបស់អ៊ីស្រាអែលនិងអាមេរិកក៏ប៉ុន្តែมันបានផ្ដល់ជំនួយផ្នែកយោធាដល់អ៊ីរ៉ង់នោះទេហើយក៏មិនមានព័ត៌មានថាអ៊ីរ៉ង់បានស្នើសុំជំនួយពីរុស្ស៊ីនោះដែរដំបូងឡើយលោកពូទីនបានស្នើខ្លួនធ្វើជាអ្នកសម្របសម្រួលរវាងអ៊ីរ៉ង់និងអ៊ីស្រាអែលក៏ប៉ុន្តែកាលពីថ្ងៃសុក្រលោកបាននិយាយនៅឯវេទិកាសេដ្ឋកិច្ចនៅទីក្រុង Saint Petersburg ថារុស្ស៊ីមិនស្វែងរកការធ្វើសកម្មភាពជាអ្នកសម្រុះសម្រួលទេគ្រាន់តែផ្ដល់យោបល់ប៉ុណ្ណោះការបញ្ជាក់ដូចនេះបន្ទាប់ពីប្រធានាធិបតីអាមេរិកលោក Donald Trump បានជំទាស់នឹងបេក្ខភាពរបស់រុស្ស៊ីនៅក្នុងការធ្វើជាអាជ្ញាកណ្ដាលដើម្បីបញ្ចប់ជម្លោះរវាងអ៊ីស្រាអែលនិងអ៊ីរ៉ង់ខណៈរុស្ស៊ីខ្លួនឯងមិនទាន់អាចដោះស្រាយជម្លោះជាមួយអ៊ុយក្រែនបាននៅឡើយផងការស្វែងរកការពិគ្រោះយោបល់ជាមួយលោកពូទីនធ្វើឡើងក្រោយអាមេរិកទម្លាក់គ្រាប់បែកនិងបាញ់មីស៊ីលដើម្បីកំទេចរោងចក្រនុយក្លេអ៊ែររបស់អ៊ីរ៉ង់និងព្រមានមិនឲ្យអ៊ីរ៉ង់សងសឹកជាដាច់ខាតបើមិនដូច្នេះទេនឹងរងការវាយប្រហារកាន់តែធ្ងន់ធ្ងរជាងនេះឥឡូវនេះអ៊ីរ៉ង់មិនទាន់ហ៊ានធ្វើសកម្មភាពអ្វីប្រឆាំងនឹងអាមេរិកវិញនៅឡើយទេតែបានព្រមានសងសឹកម្ដងហើយម្ដងទៀតលើមូលដ្ឋានយោធាអាមេរិកនៅក្នុងប្រទេសនៅតំបន់មជ្ឈិមបូព៌ានៅថ្ងៃច័ន្ទនេះអ្នកនាំពាក្យយោធាកណ្ដាលអ៊ីរ៉ង់លោកអ៊ីប្រាហ៊ីមសូលហ្វាខារីបានព្រមានទៀតថានឹងសងសឹកអាមេរិកដោយនិយាយថាលោកត្រាំជាអ្នកចាប់ផ្ដើមសង្គ្រាមនេះប៉ុន្តែអ៊ីរ៉ង់នឹងជាអ្នកបញ្ចប់វាពិភពលោកកំពុងតាមដានយ៉ាងដិតដល់ថាតើអ៊ីរ៉ង់នឹងជ្រើសរើសយកផ្លូវមួយណានៅពេលដែលលោកត្រាំបានប្រកាសទុកផ្លូវពីរឲ្យអ៊ីរ៉ង់គឺទី1បង្កើតសន្តិភាពកុំវាយប្រហារតបតនិងទី2បើសងសឹកគឺស្មើនឹងអ៊ីរ៉ង់បំផ្លាញខ្លួនឯង